យោធាថៃបានចាប់ផ្ដើមដំឡើងលេនដ្ឋានឬត្រង់សេបេតុងប្រភេទ UAPC ដែលរឹងមាំលើសបេតុងធម្មតានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាចលនាមួយដែលទាក់ទាញការចាប់អារម្មណ៍ខណៈដែលបត់ឈប់បាញ់នៅផុយស្រួយហើយថៃកំពុងតែពន្យាពេលវាស់វែងខ្សែបន្ទាត់ព្រំដែនកាសែតខៅសូតនិងបណ្ដាញទូរទស្សន៍អនឡាញរបស់ថៃនៅល្ងាចថ្ងៃទី5ខែមករាឆ្នាំ2026បានបង្ហាញរូបភាពត្រង់សេបេតុង UAPC នេះដែលកំពុងស្ទូចដាក់តាមរណ្ដៅនានាបណ្ដាញផ្សព្វផ្សាយទាំងនេះអះអាងថាត្រង់សេទាំងអស់ត្រូវបានដំឡើងនៅទីតាំងជាប់ព្រំដែនកម្ពុជាត្រង់សេ UAPC ឬ High Performance Concrete ជាប្រភេទបេតុងដែលមានភាពធន់ទៅនឹងសម្ពាធផ្ទុះអាចកាត់បន្ថយហានិភ័យនៃការរងរបួសនិងបាត់បង់ជីវិតយោងតាមកាសែតខៅសូតការដំឡើងត្រង់សេនេះដោយសារអាជ្ញាធរថៃមើលឃើញពីអស្ថិរភាពនៃចំនួនកម្ពុជាថៃត្រង់សេនេះត្រូវបានផលិតឡើងដោយបញ្ជាការដ្ឋានអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធថៃសហការជាមួយបណ្ឌិតសភាកងទ័ពអាកាសថៃនិង SCG ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងតធំជាងគេរបស់ប្រទេសថៃគម្រោងនេះត្រូវបានផ្ដល់មូលនិធិដោយរាជវង្សថៃក្រៅពីត្រង់សេ UAPC អ្នកប្រើប្រាស់បណ្ដាញសង្គមថៃនិងមន្ត្រីមូលដ្ឋានក៏បានបញ្ចេញរូបភាពលេនដ្ឋានបេតុងផ្សេងទៀតដែលកំពុងដំឡើងនៅតំបន់ព្រំដែនជាប់នឹងភូមិជោគជ័យរបស់កម្ពុជាផងដែរសកម្មភាពរបស់យោធាថៃនេះធ្វើឡើងស្របពេលដែលភាគីថៃបានពន្យាពេលកិច្ចប្រជុំដើម្បីពិភាក្សាពីការវាស់វែងខ្សែបន្ទាត់ព្រំដែននៅភូមិសាស្ត្រអតិភិបរួមទាំងទីតាំងដែលទ័ពថៃកំពុងតែឈរជើងក្រោយការប្រយុទ្ធគ្នា21ថ្ងៃ